សិល5នេះសិលទី1នឹងហាមយើងបដិញ្ញាថាយើងមិនសម្លាប់សត្វបំបត្តិជីវិតសត្វដទៃទេសម្លាប់ដោយខ្លួនឯងក្តីប្រើអ្នកដទៃឲ្យគេសម្លាប់ដែលយើងជៀសវាងទី2យើងជៀសវាងការលួចទ្រព្យសម្បត្តិអ្នកដទៃហ្នឹងទី3ជៀសវាងការទៅបៀតបៀនប្តីប្រពន្ធកូនអ្នកដទៃទី4ជៀសវាងការកុហកភូតភរអ្នកដទៃឲ្យគេខូចទ្រព្យខូចសម្បត្តិរបស់ពួកគេឬមានការគ្រោះថ្នាក់ដល់រូបរាងកាយរបស់ពួកគេដោយសារពាក្យដែលមិនពិតរបស់ពួកយើងណាទី5ជៀសវាងការបរិភោគការសេពសុរាគ្រឿងស្រវឹងគ្រឿងញៀនអានេះហៅសិក្ខាបទ5សិល5ក្នុងសិលទាំង5នេះធៀបឧបមាថាបើយើងទៅសម្លាប់សត្វដាច់តែមួយទេដាច់តែសិលសម្លាប់ហ្នឹងហើយសិល4ទៀតនៅបើយើងទៅលួចទ្រព្យគេដាច់តែលួចទ្រព្យគេមួយទេ4ទៀតនៅបើយើងទៅបៀតបៀនប្តីប្រពន្ធកូនគេដាច់តែសិល1ហ្នឹងទេសិលអត់ទេទៀតនៅហើយបើយើងទៅភូតភរកុហកអ្នកដទៃក៏ដាច់តែមួយដែរ4ទៀតនៅតែបើទៅផឹកស្រាដាច់ទាំងអស់តឹងជាងគេ